ระทรวงวัฒนธรรมនិងក្រសួងធម្មការអំពីវរាវឲ្យបញ្ឈប់ការធ្វើកិច្ចសម្ភារផ្ទឹមក្នុងពិធីភ្ជាប់ពាក្យនិងប្រើប្រាស់ឯកសណ្ឋានមន្ត្រីរាជការខុសកលៈទេសៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយនឹងក្រសួងធម្មការនិងសាសនានៅថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះបានចេញសេចក្តីក្រើនរំលឹកដល់សាធារណជនជាពិសេសអ្នកប្រកបរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យបញ្ឈប់ការយកកិច្ចសម្ភារផ្ទឹមចងដៃទៅរៀបចំនៅក្នុងពិធីភ្ជាប់ពាក្យព្រមទាំងហាមការប្រើប្រាស់ឯកសណ្ឋានមន្ត្រីរាជការខុសក្បួនខ្នាតនៅក្នុងពិធីមង្គលការការចេញសេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីស្ថាប័នរដ្ឋទាំងពីរបានសង្កេតឃើញថាមានប្រជាពលរដ្ឋមួយចំនួនបានកំពុងនឹងអនុវត្តខុសពីទំនៀមទម្លាប់ប្រពៃណីដើមដែលទង្វើនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ខ្មែរជុំវិញនឹងបញ្ហានេះក្រសួងបានបញ្ជាក់ច្បាស់អំពីអត្ថន័យនៃពិធីទាំងពីរដាច់ដោយឡែកពីគ្នាដូចខាងក្រោមពិធីភ្ជាប់ពាក្យឬស្តីដណ្ដឹងគ្រាន់តែជាការព្រមព្រៀងគ្នាចែចូវចុះស្តីដណ្ដឹងជូនវត្ថុបញ្ចាំចិត្តបំពាក់ចិញ្ចៀននិងពិសាស្លាភ្ជាប់ពាក្យប៉ុណ្ណោះពលគឺសម័យខ្លួនទាំងប្រុសស្រីមិនទាន់ខ្លាចជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ប្រពៃណីឡើយ2ក្នុងកិច្ចសម្ភារផ្ទឹមចងដៃគឺជាកិច្ចដែលធ្វើឡើងនៅក្នុងពិធីមង្គលការតែប៉ុណ្ណោះដើម្បីជាការសែនព្រេនដល់ជីដូនជីតាទេវតានិងមានញាតិមិត្តដឹងឮនិងទទួលស្គាល់កូនប្រុសកូនស្រីជាប្តីប្រពន្ធស្របច្បាប់តាមប្រពៃណីដូច្នេះការយកកិច្ចសម្ភារផ្ទឹមទៅធ្វើក្នុងពិធីភ្ជាប់ពាក្យគឺខុសទៅនឹងលំអានក្បួនខ្នាតប្រពៃណីខ្មែរទន្ទឹមនឹងបញ្ហាប្រពៃណីក្រសួងបានសង្កត់ធ្ងន់និងណែនាំឲ្យជៀសវាងដាច់ខាតនៅការយកឯកសណ្ឋានសម្គាល់មន្ត្រីរាជការសញ្ញាស័ក្តិនិងរូបសញ្ញារដ្ឋបាលមកប្រើប្រាស់ក្នុងពិធីមង្គលការក្រសួងបានពន្យល់ថាឯកសណ្ឋានទាំងនោះត្រូវបានកំណត់ដោយព្រះរាជក្រឹត្យសម្រាប់តែប្រើប្រាស់ក្នុងពិធីផ្លូវការនិងការបំពេញការងាររដ្ឋបាលតែប៉ុណ្ណោះមិនមែនជាសម្លៀកបំពាក់សម្រាប់ក្នុងពិធីមង្គលការនោះទេដើម្បីចូលរួមថែរក្សាគុណតម្លៃវប្បធម៌ផូរផង់របស់ជាតិឲ្យបានគង់វង្សក្រសួងទាំងពីរបានអំពាវនាវយ៉ាងទទូចដល់អ្នកសម្អាងការអាចារ្យអ្នកភ្លេងអ្នកសិល្បៈក្រុមហ៊ុនផ្ដល់សេវាពាក់ព័ន្ធព្រមទាំងបងប្អូនប្រជាពលរដ្ឋនិងយុវជនជំនាន់ក្រោយឲ្យងាកមកគោរពប្រតិបត្តិតាមលំអានក្បួនច្បាប់ឲ្យបានត្រឹមត្រូវនិងត្រូវប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីឲ្យស្របទៅតាមប្រភេទនៃកម្មវិធី